ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះអារីយ៉ានៅថ្នាក់ទី7សូមស្វាគមន៍មកកាន់សាលាអន្តរជាតិ Berkeley តោះមកទស្សនាឲ្យយល់ដឹងអំពីបរិយាកាសរបស់សាលាហើយតើ Berkeley មានចំណុចពិសេសអ្វីខ្លះដែលអាចធ្វើឲ្យការសិក្សារបស់ខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំឲ្យកាន់តែប្រសើរនៅពេលដែលអ្នកទាំងអស់គ្នាចូលក្នុងបរិវេណសាលាក្រុមការងារផ្នែកខាងមុខដ៏រុះរាយរាក់ទាក់របស់យើងនៅទីនេះចាំទទួលស្វាគមន៍និងជួយប្រឹក្សាអំពីការសិក្សារបស់បងប្អូនក៏ដូចជាព័ត៌មានផ្សេងៗរបស់សាលានេះគឺជាបន្ទប់ពិគ្រោះយោបល់របស់សាលា Berkeley ផ្ដល់ការយកចិត្តទុកដាក់ចំពោះកូនសិស្សគ្រប់រូបសាលាមានបន្ទប់ពិគ្រោះយោបល់និងជួយសិស្សយល់ដឹងបន្ថែមអំពីការសិក្សារបស់ពួកគេនិងអាជីពរបស់ពួកគេនៅពេលអនាគតនេះគឺជាបន្ទប់ពេទ្យរបស់យើងផ្ដល់នូវការថែទាំវិទ្យាសាស្ត្រប្រកបដោយវិជ្ជាជីវៈដោយធានាបាននូវបរិយាកាសប្រកបដោយសុវត្ថិភាពនិងសុខុមាលភាពល្អបណ្ណាល័យរបស់យើងគឺជាកន្លែងដែលផ្ទុកនូវចំណេះដឹងនិងបន្ទុំសៀវភៅឯកសារស្រាវជ្រាវជាច្រើនសម្រាប់សិស្សានុសិស្សបន្ថែមនូវចំណេះដឹងរបស់ពួកគេសាលាក៏មានបន្ទប់ភាពយន្តដែលផ្ដល់គុណសម្បត្តិសម្រាប់សិស្សានុសិស្សទាំងអស់ដែលឆ្លុះបញ្ចាំងរវាងការអប់រំនិងសាច់រឿងការសិក្សានៅទ្រឹស្ដីត្រូវភ្ជាប់ជាមួយការអនុវត្តដូច្នេះថ្នាក់វិសោធន៍របស់យើងដែលសិស្សទាំងអស់អាចធ្វើការពិសោធន៍ជាក់ស្ដែងពីមេរៀនរបស់ពួកគេគឺជាបន្ទប់ Science Lab ក្រៅពីការសិក្សាអ្នកទាំងអស់គ្នាអាចចូលរួមលេងតន្ត្រីការសម្ដែងរបាំនិងចង្វាក់រាំផ្សេងៗបច្ចេកវិទ្យាជំរុញអនាគតថ្នាក់កុំព្យូទ័ររបស់យើងជួយសិស្សសិក្សាបន្ថែមនូវជំនាញ Digital ដែលជាតម្រូវយ៉ាងសំខាន់ក្នុងបច្ចុប្បន្ននេះភាពច្នៃប្រឌិតកើតឡើងនៅក្នុងបន្ទប់សិល្បៈរបស់យើងដែលសិស្សានុសិស្សបង្កើតគំនិតថ្មីៗទៅជារូបភាពដ៏រស់រវើកតាមរយៈពណ៌វេយនភាពនិងការច្នៃប្រឌិតការអភិវឌ្ឍលើកាយសម្បទាគឺជាផ្នែកសំខាន់មួយនៅក្នុងការជំរុញការសិក្សារបស់ពួកយើងដូចគ្នាដែរនៅទីនេះអាចធ្វើលំហាត់ប្រាណលេងកីឡាដូចជាបាល់ទាត់បាល់បោះវាយសីនិងកីឡាផ្សេងទៀតនេះជាសាលារៀនអន្តរជាតិ Berkeley ដែលជាកន្លែងសិស្សរៀនជោគជ័យនិងរីកចម្រើនកុំភ្លេចចូលរួមជាមួយពួកយើងនិងក្លាយជាផ្នែកនៃអនាគតដ៏ភ្លឺស្វាង Berkeley International School. Dream, believe, achieve.